ខ្ញុំដឹងថាប្រទេសវៀតណាមអ្វីដែលគេទាមទារពីរដ្ឋអំណាចគណៈបកប្រជាជនគឺទាមទារ3យ៉ាងរឿងខ្លះគេមិនសូវរៀនរួចទេប៉ុន្តែរឿង3យ៉ាងដែលប្រទេសវៀតណាមដាក់សម្ពាធបញ្ជាមកលើរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនមានដូចតទៅរឿងទី1គឺត្រូវតែអនុញ្ញាតឲ្យប្រទេសវៀតណាមបង្ខិតព្រំដែនចូលមកក្នុងទឹកដីប្រទេសកម្ពុជាតាមតែអំពើចិត្តរបស់ទី2គឺប្រទេសវៀតណាមដាក់សម្ពាធឲ្យរដ្ឋាភិបាលប្រទេសកម្ពុជាដឹកនាំដោយគណៈបកប្រជាជនអនុញ្ញាតឲ្យសម្រួលឲ្យជនជាតិយួនចូលមកពីប្រទេសវៀតណាមដល់នឹងប្រទេសកម្ពុជាការអន្តរជាតិដែលយើងហៅថាអន្តរជាតិតែអន្តរជាតិពីមុនគឺជនជាតិយួនជនជាតិអត់ទេដែលគេបញ្ជូនមកឲ្យមកដោះទីតាំងឲ្យមកខ្លួននៅចាក់ឬចាក់គុណបង្កើតគូបង្កើតអូនបង្កើតចៅមកឲ្យអត់ទៅវិញគឺរដ្ឋាភិបាលប្រទេសវៀតណាមគឺតម្រូវឲ្យរដ្ឋាភិបាលប្រទេសកម្ពុជាទៅបើកផ្លូវឲ្យជនជាតិយួនចូលមកខាងតែក្រៅអន្តរជាតិហើយទី3រដ្ឋាភិបាលប្រទេសវៀតណាមអំជាមករដ្ឋាភិបាលប្រទេសកម្ពុជាសប្តាហ៍ថាអ៊ំឲ្យជួយផ្នែកកម្ពុជាក្រោមអសត់អ៊ំជួយលើកទឹកចិត្តអ៊ំឲ្យមានការបំផុសបំផុលផ្នែកកម្ពុជាក្រោមចាប់ពីទឹកដីប្រទេសកម្ពុជាឆ្លងទៅដល់ប្រទេសវៀតណាមខាងត្បូងសប្តាហ៍ដែលជាទឹកដីរបស់ខ្មែរសោះដែលយើងហៅថាកម្ពុជាក្រោមដូច្នេះលក្ខខណ្ឌទី3ដែលប្រទេសវៀតណាមគេដាក់សម្ពាធទៅលើរដ្ឋាភិបាលទីក្រុងភ្នំពេញសប្តាហ៍គឺធ្វើមិនរារាំងឲ្យផ្នែកកម្ពុជាក្រោមអាចរឿងរបស់បាននឹងហើយលក្ខខណ្ឌដែលរដ្ឋាភិបាលលោកហ៊ុនសែនបានកំពុងបំពេញដើម្បីធ្វើតាមបញ្ជារបស់ប្រទេសវៀតណាម